បនអាសាទបូជានោះមួយទៅហើយក៏ពិធីចម្រើនប្រពរតបាញ់មិញនេះគឺជាពិធីហៅថាចម្រើនប្រពរតសម្រាប់ការចូលព្រះវស្សារបស់ព្រះសង្ឃគឺក្នុងថ្ងៃស្អែកនឹងព្រះសង្ឃអធិដ្ឋានចូលព្រះវស្សាចាប់ពីរោចខែទុតិយាសាទនេះទៅខែនេះគឺលើខែទុតិយាសាទរហូតទៅដល់15កើតខែសុចមានរយៈកាល3ខែណាមានរយៈកាល3ខែនឹងកិច្ចទី2ណាហើយ15កើតខែអាសាឍនេះគឺជាថ្ងៃសំខាន់ដោយច្រើនមាន4-5ព្រឹត្តិការណ៍នោះដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់មានតាំងពីព្រះអង្គចាប់បដិសន្ធិមកក៏ថ្ងៃ15កើតខែអាសាឍនឹងដែរគឺព្រះអង្គចាប់បដិសន្ធិក្នុងព្រះឧត្តរនៃមេត្តានៃព្រះមេត្តាហ្នឹងហ្នឹងគឺជាថ្ងៃមួយដ៏សំខាន់ជាឧបលក្ខតកាលមួយដែលយើងត្រូវដឹងត្រូវចាំត្រូវយល់ថាថ្ងៃ15កើតខែអាសាឍហ្នឹងគឺថ្ងៃអ្វីខ្លះគឺថ្ងៃព្រះអង្គបដិសន្ធិមួយទៀតគឺជាថ្ងៃដែលព្រះអង្គទ្រង់សាងភ្នោះព្រះអង្គទ្រង់ចេញសាងភ្នោះក៏15កើតខែអាសាឍហ្នឹងដែរគាត់ថាខុសឆ្នាំគ្នាព្រះអង្គបដិសន្ធិទៅក៏ថ្ងៃក៏ឆ្នាំរកាទៅ15កើតខែអាសាឍឆ្នាំរកាដល់ទៅព្រះអង្គទ្រង់សាងភ្នោះទៅ15កើតខែអាសាឍដែរក៏ប៉ុន្តែឆ្នាំខុសគ្នាគឺឆ្នាំថោះព្រះអង្គទ្រង់ចេញសាងភ្នោះនឹងឆ្នាំថោះ15កើតខែអាសាឍនឹងដែរដល់មួយទៀតគឺព្រះអង្គទ្រង់សម្ដែងធម្មចក្រកប្បវត្តនសូត្រដែលជាបឋមទេសនាថ្ងៃ15កើតខែអាសាឍនឹងដែរហ្នឹងគឺពេលហ្នឹងព្រះអង្គត្រាស់ដឹងហើយព្រះអង្គសម្ដែងបឋមទេសនាប្រោសបញ្ញវគ្គីអីសីទាំង5រូបដែលចាក់ចេញពីព្រះអង្គយ៉ាងឆ្ងាយទៅព្រៃអេសេបតនមិគតិយវ័នក្រុងពេរិនស័យនោះអង្គប្រោសបញ្ញវគ្គីអីសី5រូបហ្នឹងឲ្យបានសម្រេចមគ្គផលគឺបឋមទេសនាហ្នឹងធម្មចក្រកប្បវត្តនសូត្រដែលព្រះអង្គត្រាស់ដឹងហ្នឹងហើយមួយទៀតក៏ថ្ងៃនោះដែរគឺពេលដែលព្រះអង្គសម្ដែងហើយក៏សម្រេចមគ្គផលម្ដងមួយអីសីហ្នឹងទៅជាហៅថាអេហេភិក្ខុនោះបួសក្នុងសំណាក់ពុទ្ធសាសនាបានសម្រេចមគ្គផលជាព្រះអរហន្តពីមួយថ្ងៃទៅមួយថ្ងៃមួយរហូតអស់5ព្រះអង្គហ្នឹងបញ្ញវគ្គីនោះមានមហានាមអសជិអីជាដើមអញ្ចឹងទៅដែលលោកបានសម្រេចហ្នឹងមគ្គផលហើយក៏បង្កើតប្រសង់នោះថ្ងៃកើតប្រសង់ហ្នឹងគឺក្នុងថ្ងៃហ្នឹងដែរ15កើតខែអាសាឍហ្នឹងដែរអង្គសម្ដែងធម៌កើតប្រសង់ពេលហ្នឹងបានន័យថាក៏កើតប្រសង់ពេលហ្នឹងហើយ5អង្គដំបូងណា5អង្គដំបូងហ្នឹងកើតប្រសង់ហើយ15កើតខែអាសាឍហ្នឹងដែរនឹងបន្តមកទៀតបានជាព្រឹត្តិការណ៍មួយទៀតព្រះអង្គសម្ដែងយមកបរិហានេះគឺក្នុងភាសាទី7បងថ្ងៃ15កើតខែវិសាខនឹងដែរគាត់តែខុសឆ្នាំគ្នាបងក្នុងឆ្នាំវោកចឹងទៅព្រះអង្គបដិសន្ធិឆ្នាំមកកាព្រះអង្គទ្រង់សាងភ្នោះនឹងឆ្នាំថោះចឹងទៅព្រះអង្គទ្រង់សម្ដែងធម្មចក្រកប្បវត្តនសូត្រក៏ឆ្នាំវោកចឹងទៅហើយក៏សម្ដែងយមកបរិហាក៏ឆ្នាំវោកចឹងមិនន័យថាឆ្នាំខុសគ្នាប៉ុន្តែថ្ងៃ15កើតខែអាសាឍតែមួយអញ្ចឹងបានគេធ្វើពិធីអាសាឍបូជាប៉ុន្តែអាសាឍបូជា15កើតខែអាសាឍហ្នឹងអញ្ចឹងនេះជាកិច្ចទី1ដែលយើងធ្វើនៅក្នុងថ្ងៃនេះដល់កិច្ចទី2
គឺកិច្ចចូលប្រវត្តិសាស្ត្ររបស់ព្រះសង្ឃអញ្ចឹងព្រះសង្ឃក្នុងរយៈកាល3ខែដែលលោកអធិដ្ឋានចូលប្រវត្តិសាស្ត្រពេលចូលហៅថាអធិដ្ឋានចូលភាសាមានភាសាទី1ភាសាទី2ពុទ្ធនិកាវសោបនាយិកាដែលហៅថាភាសាដំបូងបច្ចមិកាវសោបនាយិកាភាសាជាភាសាទី2ហ្នឹងភាសាជាចុងក្រោយចាប់ពី100ខែស្រាប់ទៅប៉ុន្តែនេះកិច្ចប្រពៃណីប៉ុណ្ណាគាត់តែយកឲ្យញោមដឹងខ្លះតែប៉ុណ្្នឹងឯងហើយភាសាជាដំបូងហ្នឹងគឺចាប់ពី100ខែស្រាប់ហ្នឹងទៅហើយពុទ្ធមិកាវសោបនាយិកាអញ្ចឹងរយៈកាល3ខែប៉ុណ្ណារយៈកាល3ខែសួរថារយៈកាល3ខែហ្នឹងព្រះសង្ឃនិមន្តទៅណាមកណាយ៉ាងម៉េចកិច្ចប្រពៃណីញោមញាតិខ្លះគ្រាន់តែដឹងថាព្រះសង្ឃមិនអាចទៅណាបានមិនអាចនិមន្តទៅណាបានដឹងតែអញ្ចឹងហ្នឹងហើយប៉ុន្តែកិច្ចហ្នឹងវាមាននៅក្នុងពុទ្ធានុញ្ញាតពុទ្ធបញ្ញត្តិក្នុងវិន័យហ្នឹងណានៅក្នុងប្រវណីហ្នឹងមានពុទ្ធបញ្ញត្តិពុទ្ធានុញ្ញាតមានបញ្ញត្តិមានហាមនិងមានអនុញ្ញាតឃើញទេអញ្ចឹងក្នុងកិច្ច3ខែហ្នឹងភិក្ខុសង្ឃនិមន្តទៅណាមកណាគឺត្រូវត្រឡប់មកវត្តអារាមវិញមុនអរុណរះបាទមុនថ្ងៃហ្នឹងអញ្ចឹងដល់ថ្ងៃស្អែកហ្នឹងកុំឲ្យអរុណរះតាន់ត្រូវមកដល់វត្តវិញនិមន្តមកដល់វត្តវិញកុំឲ្យកន្លងរាត្រីដល់អរុណរះហ្នឹងមុនអរុណរះត្រឡប់មកវិញទៅដល់ណាក៏ដោយអញ្ចឹងបានន័យថាមួយថ្ងៃ24ម៉ោងហ្នឹងលោកអាចនិមន្តទៅណាបានដែរទៅតាមកិច្ចប្រពៃណីប៉ុណ្ណាឲ្យទៅមុនត្រឡប់មកដល់វត្តមុនអរុណរះវិញយ៉ាអញ្ចឹងអាចបានចូលនិមន្តទៅបិណ្ឌបាតបានអត់ថានិមន្តបិណ្ឌបានដែរលោកអត់មានហាមផងរឿងបិណ្ឌហ្នឹងជានិស័យរបស់ព្រះអង្គណាជានិស័យដែលបួសដំបូងមកព្រះអង្គហៅថានិស័យ4ករណីកិច្ច4អករណីកិច្ច4ករណីកិច្ច4ហើយនិស័យ4ហ្នឹងមានបិណ្ឌបាតមួយក្នុងចំណោម4មានបិណ្ឌបាតមានប្រើសម្ពុតហៅថាដោយការបាំងស្គលនោះអាស្រ័យនៅគល់ឈើហើយប្រើថ្នាំត្រាំដោយទឹកម៉ូតនោះមាននិស័យ4ហ្នឹងណាហើយការនិមន្តបិណ្ឌបាតហ្នឹងជានិស័យមួយក្នុងចំណោមនិស័យ4ជាករណីយកិច្ចដែលព្រះអង្គត្រូវធ្វើក៏បីធ្វើអញ្ចឹងណាបងអញ្ចឹងនិមន្តបិណ្ឌបាតហ្នឹងមិនខុសទេឲ្យតែមុនមកដល់វត្តវិញមុនអរុណរះអញ្ចឹងមុនបិណ្ឌពេលព្រឹកអញ្ចឹងទៅមុនបិណ្ឌពេលព្រឹកដែរឲ្យតែទៅក្នុងទីគោចរទីគោចរគឺទីកន្លែងដែលព្រះវិន័យព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាឲ្យទៅទីគោចរហ្នឹងទៅបានកន្លែងណាទីអគោចរកន្លែងណាខ្លះកន្លែងទីប្រជុំជនកទីកន្លែងទីលក់សុរាទីកន្លែងអីមិនគួរកប់បីហ្នឹងមិនគប់បីទេទីផ្សោទីផ្សាយហ្នឹងមិនគប់បីនិមន្តទៅទេអាហ្នឹងទីអគោចរហើយទីគោចរទៀតតាមផ្ទះញោមញាតធម្មតាហ្នឹងទៅអាហ្នឹងទីគោចរញោមញាតចាស់ថ្លាក៏ដាក់បានរាប់បាតចឹងទៅញោមញាតណាក៏តន់បាយក៏តន់ចង្ហាន់បាយក៏រាប់បាតចង្ហាន់បាយទៅបើមិនតន់ទេក៏ខ្លះក៏ដាក់បច្ច័យទៅបច្ចុប្បន្ននៅទីក្រុងដាក់បច្ច័យទៅក៏លោកដោះស្រាយជាចង្ហាន់4ជាន់បានវត្តយើងមានវេនមានអីប្រចាំខែប្រចាំថ្ងៃក៏ប៉ុន្តែលោកនិមន្តបិណ្ឌបាតគឺភ្ជាប់និស័យជាមួយញោមញាតផងទៅប្រោះពុទ្ធបរិស័ទផងហើយមួយទៀតក៏អាស្រ័យដោយការរស់នៅរបស់ព្រះអង្គបានសិក្សារៀនសូត្រអាស្រ័យដោយបច្ច័យទាំង4នឹងផងដែរធ្វើដំណើរដោយយានយន្តអីផ្សេងនឹងនិយាយអស់ឲ្យត្រង់ទៅញោមណាបាទអាហ្នឹងក៏ជារឿងមួយនឹងតែសំខាន់ជាឧបនិស្ស័យនៅក្នុងសាសនានេះប្រោះប្រានដល់ពុទ្ធបរិស័ទមានឧបនិស្ស័យមកវត្តមិនបានទេក៏រាប់បាតចឹងទៅតែអាស្រ័យដោយប្រសង់លោកធ្វើកិច្ចហ្នឹងទៅតាមកិច្ចប្រពៃណីទៅក្នុងទីគោចរអញ្ចឹងទៅអាហ្នឹងកិច្ចមួយមួយទៀត
លោកសំដែងតាក់ទងទៅនឹងរឿងថាចុះបើប្រសង់មានកិច្ចរវល់ដូចជាមានធុរៈមានព្រះឧបជាអាពាតមានញោមប្រុសញោមស្រីអាពាតឈឺឬមានកិច្ចការក្នុងព្រះសាសនាឬក៏ភ័យបយន្តរាយផ្សេងកើតឡើងតើធ្វើយ៉ាងណាលោកថាក៏បីលើសត្តហៈបានលើសត្តហៈហៅថាសត្តហៈករណីយកិច្ចដែលក៏បីធ្វើគឺលើកសត្តហៈបាន7ថ្ងៃ6យប់7ថ្ងៃនេះនិមន្តទៅបានណាញោមណាយើងនិយាយសាមញ្ញថាសុំច្បាប់ព្រះណាសុំច្បាប់ព្រះយើងហៅថាលើកសត្តហៈអញ្ចឹងបាន7ថ្ងៃបាន7ថ្ងៃឧទាហរណ៍ឧបជាអាពាតឧទាហរណ៍ញោមប្រុសញោមស្រីឈឺរកក៏កិច្ចពុទ្ធបរិស័ទមានកិច្ចខ្វល់ខ្វាយក្នុងព្រះសាសនានេះនិមន្តឲ្យទៅណាអញ្ចឹងអាចនិមន្តបានលើកសត្តហៈទៅបាន6យប់7ថ្ងៃថ្ងៃទី7ហ្នឹងឲ្យមុនអរុណរះឲ្យដល់វត្តវិញមកបើណាឲ្យមកដល់វត្តអារាមវិញនេះឲ្យមកដល់វត្តអារាមវិញមកនឹងអត់ខុសវិន័យទេអត់ដាច់ភាសាទេតែដល់ថ្ងៃទី8អាហ្នឹងដាច់ហើយឃើញទេចាំទៅថ្ងៃទី7អត់ដាច់ទេណាក្នុងថ្ងៃទី7កុំឲ្យអរុណរះមកចូលថ្ងៃទី8អញ្ចឹងបានន័យថា6យប់7ថ្ងៃមុនមកដល់វត្តវិញមកហៅតែលើកសត្តហៈឯងសត្តៈតែ7សត្តហៈករណីយកិច្ចហ្នឹងកិច្ចតែត្រូវលើកបានឃើញទេវិន័យហ្នឹងមានអញ្ចឹងវិន័យហ្នឹងមានអញ្ចឹងណាញោមណាមានពុទ្ធានុញ្ញាតពុទ្ធបញ្ញត្តិនេះអានេះអនុញ្ញាតដែរកន្លែងត្រង់ថាណែអនុញ្ញាតឲ្យទៅបាន7ថ្ងៃនោះនឹងកិច្ចហ្នឹងញោមយល់អញ្ចឹងប៉ុណ្ណានឹងយល់អញ្ចឹងហើយលោកប្រតិបត្តិប្រព្រឹត្តសិលសមាធិបញ្ញាទៅបានអានិសង្ឃណាអានិសង្ឃនៃការចាំប្រវត្តិសាហ្នឹងលោកមានសិទ្ធិមានអំណាចទទួលការក្រមសម្ពុតកឋិនដែលញោមញាតដង្ហែចូលមកវេប្រគេនបើមិនបានចាំភាសាក៏អត់មានសិទ្ធិមានអំណាចទទួលកឋិនរបស់ញោមញាតដែលមកវេប្រគេនឲ្យលោកក្រាលក្រមអនុមោទនីយកអានិសង្ឃ5ប្រការក្នុងរវាង5ខែពី100ខែសុចដល់15កើតខែប្រគុណនោះ5ខែអានិសង្ឃនឹងអាចជួយរំដោះរឿងកិច្ចក្នុងវិន័យអាបត្តិស្រាលអីបានហ្នឹងហើយអានិសង្ឃកឋិនហ្នឹងណានេះអានិសង្ឃការចាំភាសាលោកបានអានិសង្ឃហៅថាកឋិន5យ៉ាងនោះក្នុងរវាង5ខែឃើញទេញោមអាហ្នឹងគឺជាអត្ថប្រយោជន៍ជាអានិសង្ឃនៃការចូលប្រវត្តិសារបស់ព្រះសង្ឃហើយញោមញាតដែលអញ្ជើញមកកាន់វត្តអារាមសូត្រមន្តចម្រើនប្រព្រឹត្តគឺឬក៏មុននឹងបានយកអ្វីខ្លះយកនៅទេយ្យវត្ថុទានគ្រឿងបរិក្ខារស្បង់ស្បៃត្រៃជីវរទានចំណាំប្រវត្តិសាចង្ហាន់បណ្ឌបាតគ្រឿងឧបភោគបរិភោគដើម្បីប្រគេនថ្វាយចំពោះព្រះភិក្ខុសង្ឃដែលលោកគង់ចាំប្រវត្តិសាហ្នឹងមិនឲ្យមានការខ្វល់ខ្វាយលំបាកដោយចង្ហាន់បណ្ឌបាតឬប្រការណាមួយអញ្ចឹងបានន័យថាជាអ្នកជួយទ្រទ្រង់ពុទ្ធសាសនាជួយឧបត្ថម្ភពុទ្ធសាសនាព្រះសង្ឃជាអ្នកទ្រទ្រង់ពុទ្ធសាសនាញោមញាតជាអ្នកឧបត្ថម្ភដោយសម្ភារៈដោយបច្ច័យទាំងឡាយ4ចៃវរៈបណ្ឌបាតសេនាសនៈទិលានភេសជ្ជៈនិងស្បង់ស្បៃត្រៃជីវរចង្ហាន់បណ្ឌបាតរបស់របរប្រើប្រាស់សេនាសនៈតូចសេនាសនៈធំគិលានភេសជ្ជៈបច្ច័យថ្នាំកែរោគភេសជ្ជៈដែលព្រះសង្ឃទទួលបានក្នុងកិច្ចប្រវិន័យនឹងបច្ច័យទាំង4នឹងឧបត្ថម្ភចំពោះព្រះសង្ឃណាចំពោះព្រះសង្ឃបើព្រះសង្ឃបានអានិសង្ឃច្រើនយ៉ាងនឹងទៅឲ្យចុះញោមញាតនោះបានអានិសង្ឃយ៉ាងណាអានិសង្ឃច្រើនណានោះអានិសង្ឃច្រើនណាស់ក្នុងកិច្ចចាំប្រវត្តិសាក្នុងកិច្ចដែលឧបត្ថម្ភគ្រប់គ្រងដល់ភិក្ខុសង្ឃដែលលោកគង់នៅជាបញ្ញខេត្តដែលលោកប្រតិបត្តិសិលសមាធិបញ្ញា
ក្នុងជីវិតប្រចាំថ្ងៃរបស់ព្រះសង្ឃមុនចូលប្រវត្តិសាក៏លោកប្រតិបត្តិសិលសមាធិបញ្ញាក្នុងប្រវត្តិសាក៏លោកប្រតិបត្តិសិលសមាធិបញ្ញាក្រៅប្រវត្តិសាក៏លោកប្រតិបត្តិសិលសមាធិបញ្ញាគាត់ថាក្នុងកិច្ចប្រវត្តិសាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឲ្យភិក្ខុសង្ឃចាំប្រវត្តិសាក្នុងរយៈកាល3ខែព្រះពុទ្ធជាម្ចាស់បរមគ្រូគ្រប់ព្រះអង្គតែងតែបញ្ញត្តិកិច្ចប្រវិន័យនឹងឲ្យព្រះសង្ឃចាំប្រវត្តិសាដើម្បីឲ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយកុំឲ្យមានតំណេះតេះដៀលនៅក្នុងរដូវវស្សារដូវនេះភិក្ខុសង្ឃកុំឲ្យឆ្វេងស្វាយដើរជន់ដំណាំកសិកម្មមានសន្ទុះមានស្រូវអីកុំឲ្យមានការតេះដៀលពីមហាជនឬក៏ពួកសាសនាដទៃផ្សេងជំនាន់ដើមនោះមាននិគុណអន្តេរដ្ឋីតេះដៀលចំពោះភិក្ខុដែលមុនតាច់ចរក្នុងប្រវត្តិសាស្ត្រដោយគ្មានទីលំនៅច្បាស់លាស់នោះអញ្ចឹងព្រះអង្គទប់ស្កាត់នៅការតេះដៀលដោយប្រការផ្សេងហ្នឹងក៏ឲ្យព្រះអង្គទ្រង់បញ្ញត្តិឲ្យភិក្ខុសង្ឃចាំប្រវត្តិសាស្ត្រនៅមួយកន្លែងដើម្បីប្រតិបត្តិនៅក្នុងរដូវភ្លៀងនឹងឯងភ្លៀងជោគជាំនឹងហើយពុទ្ធបរិស័ទឧបត្ថម្ភគ្រប់គ្រងដោយបច្ច័យទាំងឡាយ4ហ្នឹងដោយបច្ច័យទាំងឡាយ4អញ្ចឹងនេះជាកិច្ចរបស់ពុទ្ធបរិស័ទដែលមានកាតព្វកិច្ចមានករណីយកិច្ចក្នុងការជួយឧបត្ថម្ភគ្រប់គ្រងដល់ព្រះសង្ឃដោយបច្ច័យ4បើគ្មានពុទ្ធបរិស័ទក៏ព្រះសង្ឃក៏លំបាកបើណានឹងលំបាកទ្រទ្រង់ព្រះសាសនានេះដែរតើពុទ្ធបរិស័ទមានសទ្ធាមានចិត្តជ្រះថ្លាមានសុឆន្ទៈមានចេតនាល្អជ្រះថ្លាក្នុងបរតនត្រ័យឧបត្ថម្ភគ្រប់គ្រងចំពោះដំណើរការរស់នៅរបស់ព្រះសង្ឃទើបព្រះសង្ឃអាចរស់នៅបានព្រះសាសនានេះក៏ថិតថេរតទៅមុខបាននឹងវាអាស្រ័យគ្នាទៅវិញទៅមកអាស្រ័យរបស់ពុទ្ធបរិស័ទការឧបត្ថម្ភរបស់ពុទ្ធបរិស័ទផងអាស្រ័យដោយព្រះសង្ឃលោកការរស់នៅនោះដោយគេថាសបាយទាំង4នោះមិនមានសេនាសនៈសបាយការរស់នៅដោយសេនាសនៈនឹងមានសេនាសនៈគង់នៅដោយល្អដោយស្រួលមិនលំបាកដោយសេនាសនៈនឹងបុគ្គលសបាយណាសបាយទៅដោយបុគ្គលនឹងត្រូវរូវគ្នាភិក្ខុសង្ឃភិក្ខុសាមណេររស់នៅដោយមិនមានវិវាទដោយរស់នៅប្រកបដោយធម៌ប្រកបដោយសាមគ្គីធម៌ដ៏ល្អធម្មសបាយនឹងគឺសបាយទៅដោយធម៌មានកិច្ចសិក្សារៀនសូត្រប្របរិយត្តិធម៌ការបប្រតិបត្តិសិលសមាធិបញ្ញាការបប្រតិបត្តិសមថកម្មដ្ឋានវិបស្សនាកម្មដ្ឋាននេះធម្មសបាយដោយសបាយនឹងការបប្រតិបត្តិធម៌អាហារសបាយទៅដោយការដែលមានចង្ហាន់បណ្ឌបាតគ្រប់គ្រាន់មិនខ្វះខាតនឹងគឺលោកទ្រទ្រង់នៅជីវទិន្ទ្រីនេះឲ្យប្រព្រឹត្តទៅដោយបច្ច័យ4របស់ញោមញាតទ្រទ្រង់ឧបត្ថម្ភគ្រប់គ្រងគ្រប់ការទាំងពួងនឹងប្រកបដោយសបាយ4ហ្នឹងណាដែលលោកគង់នៅបានលោកទ្រទ្រង់ជីវភាពការរស់នៅរបស់លោកបានតទៅមុខព្រះសាសនាក៏ថិតថេរតទៅមុខទៅទៀតនឹងដោយការឧបត្ថម្ភគ្រប់គ្រងរបស់ញោមញាតនឹងឯងនឹងម្យ៉ាងទៀតការបុណ្យដែលញោមបានជួយឧបត្ថម្ភគ្រប់គ្រងព្រះសង្ឃនេះគឺមានអានិសង្សច្រើនជាអនេកកប្បការដោយនៅក្នុងប្រសូតនោះព្រះអង្គសម្ដែងអានិសង្សនោះណាអានិសង្សក្នុងប្រសូតនោះដែលការបូជារបស់ញោមញាតហ្នឹងគឺមានអានិសង្សច្រើនប្រការណាស់ដូចមានបទបាលីថាអាណੰបាណੰវត្ថੰយាណੰមាលាកន្ធាំងវលេបណੰសាយាវសថੰបតិបាយ៉ាងទានវត្ថុមេតសៈទានវត្ថុទាំងឡាយ10យ៉ាងនេះគឺបាយទឹកសម្ពុតយានជំនិះផ្កាកម្រងគ្រឿងក្រអូបគ្រឿងលៀបទីដីទីសំណាក់អាស្រ័យគ្រឿងប្រទីបគឺចង្គៀងគោមអនតោពលតោហោតិណាឲ្យរបស់បរិភោគឈ្មោះថាឲ្យកម្លាំង
ចង្ហាន់បិណ្ឌបាតទ្រទ្រង់ប្រសងឧបត្ថម្ភប្រសងរាល់ថ្ងៃវេនរបស់ញោមវេនប្រចាំថ្ងៃប្រចាំខែនីមួយហ្នឹងអនតោបលតោហោតិនៅឲ្យរបស់បរិភោគធ្វើឲ្យថាឲ្យកម្លាំងឃើញទេមានកម្លាំងមមទាំមានសុខភាពល្អអាយុយឺនយូរនេះមិនមានរោគគាពៀតដោយការប្រគេនចង្ហាន់ភោជនហ្នឹងដល់ព្រះភិក្ខុសង្ឃភិក្ខុសាមណេរជាបញ្ញខេត្តជាស្រ័យបុណ្យជាអ្នកប្រតិបត្តិសិលសមាធិបញ្ញាបានល្អហើយហ្នឹងអន្តតោបលតោហោតេណាវត្តហោវត្តតោហោទេវណ្ណតោនៅឲ្យសម្ពុតឈ្មោះថាឲ្យពណ៌ឃើញទេនេះសម្ពុតដែរញោមណាបាទសម្ពុតណាស្បង់ស្បៃតៃជីវរណាសម្ពុតដែរឈ្មោះថាឲ្យពណ៌មានពណ៌សម្បុរល្អមានពណ៌សម្បុរល្អពណ៌សម្បុរល្អហ្នឹងវាតាមទ្វីបតាមតំបន់អញ្ចឹងទៅតំបន់ខ្លះគេពណ៌សគេហៅថាល្អដោយពណ៌សទៅហើយយើងពណ៌អីពណ៌សដែកបាយល្អដោយពណ៌សដែកបាយទៅហ្នឹងជាតិខ្លះពណ៌លឿងគេល្អដោយបែបពណ៌លឿងទៅជាតិខ្លះគេពណ៌ខ្មៅគេល្អដោយខ្មៅទេល្អបែបខ្មៅទៅអាហ្នឹងគេថាពីរយ៉ាងយឹបនឹងដៅថាពីចនិយាមនិយាមគឺពូជធម្មនិយាមគឺធន់ណាពីចនិយាមគឺពូជនោះអញ្ចឹងញោមមានមើលchoជនជាតិខ្មែរអញ្ចឹងមិនមែនអ្នកមានប៉ុនទេចុះចុះបើគេកើតស្ដាច់ដែរគេកើតប្រធានាធិបតីគេកើតនាយករដ្ឋមន្ត្រីគេកើតមហាសេដ្ឋីគេខំរស់ស៊ីប្រកបដោយធម៌នោះគេកើតដោយប៉ុននោះគេអ្នកកើតជាអ្នកដឹកនាំណាហ្នឹងមិនអ្នកបាបមែនប៉ុន្តែគេពណ៌ខ្មៅសម្បល់គេណាគេពណ៌ខ្មៅតែប៉ុន្តែគេឡើងធ្វើនាយករដ្ឋមន្ត្រីប្រធានាធិបតីគេឡើងធ្វើជាអ្នកដឹកនាំគេកើតទៅអ្នកមានអ្នកបានទៅមហាសេដ្ឋីទៅថាហ្នឹងអ្នកបាបមែនថាមិនមែនអ្នកបាបទេអ្នកប៉ុនដែរគេសំបុនពីមុនមកដែរបានកើតមានបានកើតទ្រព្យសម្បត្តិភពសម្បត្តិបរិវារសម្បត្តិថាចុះពណ៌ខ្មៅហ្នឹងមិនស្អាតទេថាស្អាតបែបគេតំបន់គេថាខ្មៅនោះស្អាតរបស់គេមើលទឹកភ្នែកគេថាខ្មៅនោះស្អាតណាឃើញទេញោមមើលគេចូលចិត្តអាហ្នឹងស្អាតរបស់គេបែបហ្នឹងទៅចំណូលចិត្តរបស់គេចូលចិត្តបែបហ្នឹងប៉ុនគេបែបហ្នឹងនៅក្នុងតំបន់ហ្នឹងទៅញោមយល់ណាមិនមានន័យថាឲ្យតែខ្មៅអាហ្នឹងបាក់មែនទេប៉ុនអាក្រក់មែនទេអត់ទេហើយមិនតែចាំសល្អមិនតែចាំសដែកបាយល្អលឿងល្អមែនទេវាដោយតំបន់ហ្នឹងចិត្តរបស់បុគ្គលហ្នឹងចូលចិត្តអីហ្នឹងហើយចេតនាហ្នឹងសោមនស្សហ្នឹងសោមនស្សវេទនាហ្នឹងវាសោយអារម្មណ៍ជាសោមនស្សនឹងអីនឹងពណ៌អីពណ៌សពណ៌លឿងពណ៌សដែកបាយឬពណ៌ខ្មៅថាវាវេទនាវាសោយអារម្មណ៍នឹងស្អីទៅវាស្អាតវាល្អអាហ្នឹងហើយឃើញទេអញ្ចឹងតំបន់ណាដែលជាពូជហ្នឹងវាទៅផ្ដល់ឲ្យពណ៌ហ្នឹងវាទៅពណ៌ហ្នឹងហើយវាស្ថិតនៅលើអាកាសធាតុនឹងទៅទៀតទៅឃើញទេប៉ុន្តែសួរថាតំបន់នោះមានអ្នកមានប៉ុនកើតឡើងទេមានអសន្សំប៉ុនកើតឡើងទេចុះគេបរិបូរដោយភោគៈសម្បត្តិបរិវារសម្បត្តិគេបរិបូរទៅដោយគុណធម៌គេបរិបូរទៅដោយយសស័ក្តិសម្បត្តិគេបរិបូរទៅដោយអ្វីគ្រប់យ៉ាងទាំងអស់ហ្នឹងនឹងមិនប៉ុនទេតែគ្រាន់តែពណ៌ខ្មៅសម្បល់ខ្មៅនឹងអ្នកប៉ុនអត់ថាអ្នកប៉ុនដែរហ្នឹងចុះផ្ទុយទៅវិញបើកន្លែងពណ៌សកន្លែងពណ៌លឿងកន្លែងពណ៌សដែកបាយតើមានអ្នកដែលអត់អ្នកដែលលំបាកអ្នកដែលវេទនាអ្នកដែលប្រព្រឹត្តបាបក៏ប៉ុន្តែគាត់ពណ៌សទៅម៉េចថានឹងមិនបាបទេថានឹងពួកបាបប៉ុន្តែគាត់ពណ៌សដែរមិនទៅឃើញទេអញ្ចឹងពណ៌សម្បល់នេះអត់មានកំណត់ទេហ្នឹងការដែលកំណត់គុណធម៌ជីវិតជាជីវិតឧត្តមជីវិតបណ្ណិតហ្នឹងកំណត់ទៅដោយគុណធម៌មិនកំណត់ដោយកូដដោយតកូលទេកំណត់ដោយគុណធម៌យ៉ាងម៉េចកម្មវិជាចៈធម្មោចៈសៃឡាំងជីវតៈមុតតមង្អេតេនមច្ចាសិច្ឆន្តិនកោតេនតនេនវាបានន័យថាគុណធម៌4កម្មមួយវិជា1ធម៌1សិល1កម្មសំដៅដល់អំពើល្អវិជាបានដល់ធម្មវិជាលោកវិជាធម្មវិជាវិជាផ្លូវលោកវិជាផ្លូវធម៌ធ
ធម្មៈបានដល់ការបំពេញតួនាទីត្រឹមត្រូវសីលៈបានដល់ការមានសីលធម៌ក្នុងវិថីជីវិតមានធម៌4នេះកំណត់ថាជីវិតឧត្តមជីវិតប្រពៃជីវិតនឹងបណ្ណិតមានគុណធម៌4ហ្នឹងចឹងជីវិតឧត្តមមិនសម្គាល់មិនកំណត់ដោយកូដនិងតកូលទេកូដនិងតកូលមិនអាចកំណត់ថាមានជីវិតឧត្តមទេហេតុអ្វីញោមពិចារណាមើលឧទាហរណ៍ថាបុគ្គលនោះកើតមកចំតកូលនឹងតកូលខ្ពង់ខ្ពស់អិសរជនមានបុណ្យមានស័ក្តិខ្ពង់ខ្ពស់តកូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាអនេកក៏ប៉ុន្តែក្នុងវិថីជីវិតរបស់គាត់ណាបុគ្គលនោះអត់មានការធ្វើអំពើល្អអត់មានកម្មល្អជាកុសលទេអត់មានវិជ្ជាសម្បត្តិអត់មានវិជ្ជាផ្លូវលោកអត់មានវិជ្ជាផ្លូវធម៌អត់បានបំពេញតួនាទីរបស់ខ្លួនជាមនុស្សទេបំព្រឹត្តតែអំពើអពាលាវាសែអំពើអនាចារអត់មានសីលធម៌ជាមនុស្សអត់មានគុណគប្បប្រព្រឹត្តតែអំពើមិនគប្បីអំពើអនាចារអំពើពាលាវាសែក្នុងសង្គមរំលោភទៅលើច្បាប់រំលោភទៅលើក្រមសីលធម៌សួរថាបុគ្គលនឹងសង្គមឲ្យតម្លៃទេមានទ្រព្យមានសម្បត្តិមានយសស័ក្តិតែអត់មានធម៌អត់មានសីលធម៌អត់មានស្គាល់តួនាទីអត់មានវិជ្ជាសម្បត្តិអត់មានគុណសម្បត្តិអត់មានតម្លៃគឺអំពើល្អនោះទេតើបុគ្គលនេះសង្គមឲ្យតម្លៃទេថាអត់មានទេគឺសង្គមតេះដៀលសង្គមតេះដៀលនឹងហើយបានលោកថាមិនមែនសម្គាល់ដោយកោតតកូលថាជីវិតឧត្តមទេបុគ្គលដែលសម្គាល់ដោយថាជីវិតឧត្តមបានគឺប្រកបតែដោយធម៌4គឺកម្មល្អអំពើល្អមួយវិជ្ជាមួយធម៌មួយគឺស្គាល់តួនាទីរបស់ខ្លួនតួនាទីណាជាតួនាទីរបស់មេត្តាបិតាតួនាទីណាជាតួនាទីរបស់កូនបុត្រធីតាប្រុសស្រីខ្លួនបានបំពេញល្អហើយតួនាទីណាជាតួនាទីរបស់គ្រូបាអាចារ្យតួនាទីណាជាគ្រូជាតួនាទីរបស់សិស្សដែលខ្លួនបានបំពេញម្នាក់ទាំងសងខាងហើយតួនាទីណាជាតួនាទីរបស់អ្នកដឹកនាំតួនាទីណាជាតួនាទីរបស់ប្រជាពលរដ្ឋហើយបំពេញបានល្អរៀងខ្លួនឃើញទេនេះជាអ្នកស្គាល់តួនាទីហៅថាធម្មៈហ្នឹងហៅថាធម្មៈសីលៈសំដៅលើការបំពេញនៅសីលធម៌មានសិល5សិល8អ្នកដែលរស់នៅមានសិលប្រកបដោយភាពត្រជាក់ត្រជុំសីតល័តថោនោះមានភាពត្រជាក់ត្រជុំសីវត្តថោមានភាពក្សេមសាមមានអត្តក្សេមសាមសេរតថោមានអត្តក្បាលជាកំពូលទៅណានឹងមានសិលអ្នកមានសិលតែអត់សិលប្រៀបដូចជាអីប្រៀបដូចជាអត់រស់នៅអត់ក្បាលបុគ្គលរស់នៅអត់ក្បាលរស់កើតទេអត់កើតទេរស់នៅអត់ក្បាលអត់កើតទេសិលប្រៀបដូចជាផែនដីសម្រាប់ទ្រសត្វឲ្យរស់រៀនមានជីវិតបើគ្មានផែនដីសត្វរស់អត់បានទេអញ្ចឹងត្រូវមានសិលដើម្បីរស់ទៅបានត្រូវមានសិលពិភពលោកនេះណាកុំតែមានសិលកុំតែមានសីលធម៌ម្លេះប្រហែលជាកាប់សម្លាប់គ្នាអស់ទៅហើយបើអាវុធមហាបល័យទំនើបយ៉ាងនេះនោះបើមិនបានគិតសីលធម៌ទេខ្ទេចអស់ចឹងនេះយើងនិយាយមើលតំបន់ខ្លះដាច់សិលខ្លះចឹងទៅបាញ់គ្នាពេញហ្នឹងអត់គិតដល់សីលធម៌ណាប៉ះពាល់គ្នាហើយចុះបើសិនជាទ្រង់ទ្រាយធំទៅទៀតទៅរហូតដល់អាវុធបរមាណូផ្ទុះឡើងទៅមិនអស់ហើយពិភពលោកហ្នឹងមិនអស់ហើយអាហ្នឹងបើសិនជាអត់សិលស្មើអត់ក្បាលហ្នឹងហើយរស់នៅមិនបានរស់នៅអត់កើតទេអាហ្នឹងបានលោកបញ្ជាក់ថាសិលជាកំពូលមានអត្ថកំពូលមានអត្ថក្សេមសានមានអត្ថតជាប្រជុំសិលហ្នឹងណាបាទអញ្ចឹងធម៌ទាំង4នេះជាគុណធម៌ដែលធ្វើជីវិតឲ្យឧត្តមជីវិតឲ្យប្រណិតបានក្នុងតម្លៃណាក៏ដោយយើងត្រូវតែមានគុណធម៌ទាំង4នេះដើម្បី
nhăn chỉ vật này áo và nát áo ở đầm bàn chẳng chỉ vật ở đầm mình tầm qua từ lượt cốt từ câu lô tê thì đấy chẳng dùng miến nâng nông bị thay chỉ vật ở bao giờ nâng chẳng lúc phải chạy cho bà hàng chẳng nát vợ duyên là tô sau của tô hao tệ nào duyên một tháng ao sực đầy sập ti và tô hao để chặt cả tô nào và tiếp một tháng ao chặt khâu từ phần này nè và tiếp vào bồi chia tiền này nhỉ bồi chia tiền và tiếp lương ở Kisani và nè nhôm mấy chỗ là nhôm sập tràn rương vào chơi mò piềm địch nhôm ba ska siêu hiền bồi chia lương ở Kisani vào pù lương chừng cao mà chừng cao buôn quan pram rồi là chẳng được tháp bồi chia vật tim á lương ở Kisani lương pù mai lương tiên lương chừng tiên câu mà nó lương bằng lương nó hai tháng và tiếp trong vào chẳng ti và tô hao để chặt và tô nào và tiếp mua thả ao chặt khâu cứ phần này trong miền này khai thì muối được tham bằng xạ chặt khâu thì phí bà nhà chặt khâu thì bấy tức phải chặt khâu mang xạ chặt khâu rột nước bàn này thà phần này toàn là bỏ dơ nước ắt miền rột miền sọc của phiếp là ỏ cục chiên cục cầm nào trong này là mùi dụ cào là bọc luôn nó đào ná cái này đang là lâu mình nghịch mình sờ vàng này bà nhà chặt khâu miền bà nhà rung rương chặt lúc nông ắt này thua nó vô bản mà nó vô bản bà nhà ha tổng nông sùng cung ắt này thua và nó cái phải vô cái sầm đáy mất được tuột bản an mơ vô liền vậy đấy nè được thà bà nhà chặt khâu nó vô bán cái sầm đáy đó bà nhà đã mơ lúc nó đang bà nhà tập phải chặt khâu lúc sống nay đó phần này tập nhôm đại lư hơi gái tập phần này tập nó mơ khơi về là ban sống nay nó mẹ phá luôn phần gì ấy nó miền phần này tập mơ khơi nó mơ chặt thu đo nó ruộng của khơi này đo tập mơ đo than trên vào đá của khơi này mơ đo than prung của khơi bàn này đấy mơ không than lúc chừng ngày nào của khơi bàn ở để dưỡng chồng đắng chồng mơ chồng khơi nè tập phải chặt khâu này tập với nhôm nát nặng chẳng nhung nhiên châu trả nạp lương pu là Kisani nâng còn á nâng tiệm mà bà già ca nâng xót cái châu lên vào châu lương pu nâng châu rương tràn triệt vào trò phù hài chẳng đây chị ăn được sáng á vào ăn là tô và là tô hao tệ nói là bỏ được phô mua thai cầm lang vặt là tô hao để quan là tô nói thì mua thai po duyên là tô số của tô hao tệ nào duyên mua thai sẽ đây sắp ti của tô hao được chặt của tô nói một tí mua thai chặt khâu từ này mà nia về tia giấy lẹ phải tên mà nia băng là ai là bọt đài quạt chất rồi mình ban là bọt đài quạt chất kia sẽ tia ta là phải tên của nạp keng là ai quạt thuốc đờ lơ rồi mình ban nữa quạt thuốc đờ lơ và ra sẽ tia ta và đẹp liệt phí cho họ tệ là ai là bọt là o rồi mình ban là bọt là o đấy sẽ than để tô sẽ chạm mục thì thà năng là ai ti than đâu phải sao rồi mình châu từ đó ti than đâu phải sao xì na xà ná ti than đâu phải sao cái tia gì và đẹp tia gì sẽ được tia gì cho vô nó rô nè để chôn process ai na ai là bọt đại lư ai là bọt đại lõ nâng ti than đâu phải sao ti kia du giờ sẽ vào để giặt tôi bảo vạch tết nè để chôn process nốt các nông ti na rồi mấy chỉ nhận miền ai dụ du miền du nông tin nó nục thế đấy nâng là nhung nhiệt cái đấy nếu sắp trả ăn thì xong không phải sâu tới lục sầm này và lục sầm này nhóm pika bô chia mi sa bô chia để nhung nhiệt ban bô chia hơi chạy vào rạng bần ban thế nào là nặng tự liên ở phía dưới chừng tiên công bô chia ca khi là nhung kẹm hà bà cái hay là thác phơ son để chia đi đó nào phơ son để chia phơ nè cho quan đang xây và đặt lư tình trai son để chia xa bô chia ca và lần nhung nhất xây phơ ấy xây tiết trở này nghe luôn á đòi bà ca xây nhất mà đắt phơ hai nâng an để xong cạtឡើងchụp ràoឡើងbữa an để xong sẽ nạ tiên với an để xong cạtឡើងlục thảo bấn chẳng giúp chẳng ngày bố bút bọt sát và xong của hoa bà chết nó phở chẳng giúp chẳng ngày để hi xà la chăn cột vạch cột tị xà la lạ nâng lạ tầng on lục thảo sẽ nạ ca sạ sẽ nạ mạnh chạ bay thá sẽ nạ ao ca sạ sẽ nạ
ยังอ่อนนั้นลูกตาจะได้ชื่อสนาสนะตูสนาสนะท่องดับบานบูชีเฮยอ่านเดี๋ยวสองการล้างจำรานล้างจังยุบจังไงให้อายุเว้นจะเรียนสนาสนะนั่งกันเนี้ยนี่สัตว์ทางใจที่อ่านในสองอยู่นะอ่านในสองการล้างจำรานล้างดาวโยมเด็กฟืนั่งเตียยุเตียกาเนี่ยฟืนั่งเนี่ยเอานั่งấy là ba tầng on nước bán chi ô bạn đi xài ban chi ô bạn đi xài của sao nặng tiên của sao nặng sao là hốt đôi chấm ra phía vào nia sẵn mặt thẳng vì pasana phía vào nia nước bán đôi chi vào cháy đã e còn trọng vào đồng sóc bâu của bạn ở biển còn trả môn đằng đau bạn ở biển nước ăn thì xong trâu tại bán một ăn tập hiệp dạng hao nhắc bán ăn tập hiệp chi mà nụ đã bay co sáng đâu sạch đây là o nâng to trở tiền nó cầm oi cầu mà nuôi nó cầm oi cầu mà nuôi cầm oi tư ở bay phun buôn đợi ác của sao là chất đọc phí về tư ở bay phun buôn bảo chất và cọp đây mà ha của sao còn bấy và cọp đây của sao này sao nặng tiền sao chỉ qua những cái để giao vật thâu miền sao miền tiền miền phê và nè tao lang tao ở squat áp tập hiệp chỉ mà nung những tiền và đà chỉ một nôngประกอบ ដោយ សមាធិ ជាទេវតា ប្រកប ដោយ សមាធិ នឹង និស័យ ឧបនិស្ស័យ របស់ យើង នឹង សន្សំ ទៅ រក ផ្លូវ ដ៏ ត្រឹមត្រូវ អថង្គិកមគ្គ ដែល តម្រូវ តម្រង់ យើង ឲ្យ ប្រកប ដោយ សិល សមាធិ បញ្ញា គ្រប់ ជាតិ គ្រប់ កំណើត ទាំង អស់ គ្រប់ ជាតិ គ្រប់ កំណើត ទាំង អស់ នៅ ក្នុង កាប់ នឹង ដែល យើង ត្រូវ ទទួល បាន ដោយ អានិសង្ស នៃ បុណ្យ នឹងបានសម្រេចនៅមគ្គនឹងផលនៅក្នុងជាន់ថ្នាក់ណាមួយនៅក្នុងជាតិកំណើតណាមួយពេលខ្លះក៏អាចទាន់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សមោធានអញ្ចឹងទៅព្រះសាសនាគ្រប់ 5000 ព្រះភាសាអាចទាន់នឹងជាទេវតាជាព្រំមានឧបនិស្ស័យទៅស្ដាប់ពធពេលនោះទៅសមាធិចម្រើនសមថកម្មដ្ឋានវិបស្សនាកម្មដ្ឋានពេលនោះក៏បានសម្រេចនៅមគ្គផលពេលនោះក៏ថាបានព្រោះអានិសង្សនិស័យចាស់ខ្លានឹងបានសម្រេចរហូតដល់អាចអេកន្តបរមសុខក្នុងជាតិកំណើតនោះឬក៏ក្នុងកាប់នេះខាងចុងនៃកាប់នេះក៏យើងជាតិកំណើតតាន់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គនឹងឧបត្តិឡើងក្នុងលោកព្រះសអាមិត្រីឧបត្តិឡើងក្នុងលោកនឹងអាចបានសម្រេចមគ្គផលបានដោយអានិសង្សបុណ្យជាកុសលថ្នាក់ទានកុសលថ្នាក់សិលចម្រើនសមថៈភាវនាវិបស្សនាភាវនាកម្មដ្ឋានទាំងអស់នេះជាឧបនិស្ស័យអាចជួបព្រះអង្គហើយជួបមហាអ្នកប្រាជ្ញមានប្រពុតព្រះអង្គឧបត្តិឡើងនេះបានសម្រេចមគ្គផលជាន់ខ្ពស់មានសោតាបត្តមគ្គជាដើមរហូតទៅដល់អរហត្តផលជាទីបំផុតឲ្យបានសម្រេចនៅជាតិកំណើតនោះរំលត់ខណ្ឌចូលនៅពៀនផុតទុកនៅក្នុងកំណើតនោះតែម្ដងអនុមោទនីសាធុក៏ចប់ធម៌ទេសនាប៉ុណ្ណេះទៅចោះប៉ុណ្ណេះសូមឧទ្ទិសផលកុសលដល់លោកអ្នកមានគុណបុព្វការីជនផងជាដូនតាកុមារញាតិកម្មពលតានិងញាតិក្នុងសង្សារវដ្តសូមលោកអនុមោទនាបុណ្យនេះបានគ្រប់គ្នាសូមឲ្យបានសល់សុខកំណើតក្នុងសុគតិភពជូនពរដល់ញោមញាតិទាំងអស់អានិសង្សបុណ្យនេះសូមឲ្យបានជាបច្ច័យរួចចាក់ទុកបានផុតទុកបានសម្រេចអេកន្តបរមសុខពលគឺអមតៈសុខគឺប្រះនិព្វានក្នុងជាតិកំណើតណាមួយកំបីគ្លៀងគ្លាតឡើយអេវ៉ាំងសាធុសា